យើងបន្ថែមទៅលើសំណួរនឹងតែម្ដងប្រទេសកម្ពុជារបស់យើងបានជួបរងជាមួយនឹងហានិភ័យកន្លងទៅបងប្អូនទាំងអស់គ្នាបានដឹងហើយកាលពីឆ្នាំ2009គឺយើងជួបជាមួយនឹងកូវីដចប់សពគ្រប់ចូលមកសង្គ្រាមរុស្ស៊ីជាមួយយូក្រែនដែលធ្វើឲ្យមានការឡើងប្រេងថ្លៃហើយកន្លងទៅកាលពីឆ្នាំមុននេះជួបជាមួយនឹងសង្គ្រាមពាណិជ្ជកម្មហើយជួបជាមួយនឹងចំនួនព្រំដែនជាមួយកម្ពុជាថៃហើយសប្តាហ៍ថ្ងៃនេះផ្ទាល់យើងកំពុងតែរងគ្រោះពីហានិភ័យនៃសង្គ្រាមអាមេរិកជាមួយអ៊ុរ៉ង់ដែលមកពីបញ្ហាប្រេងតើចង់សួរលោកបណ្ឌិតថាតើកន្លែងនេះកម្ពុជាអាចបញ្ជាក់ពីភាពធន់របស់យើងយ៉ាងណាដែរតកតងជាមួយនឹងជួបព្យុះភ្លៀងកន្លងទៅយ៉ាងហើយយើងនៅតែរក្សាបានកំណើនជាប្រចាំដែរបាទសូមជម្រាបលោកបណ្ឌិតបាទសូមអរគុណចំពោះសំណួរនេះហើយក៏ជាសំណួរមួយដែលមានបច្ចុប្បន្នភាពបាទហើយសមស្របទៅនឹងស្ថានភាពជាក់ស្ដែងជាជាងការលើកពីប្រវត្តិសាស្ត្របាទដូចអ្នកសម្របសម្រួលកម្មវិធីក៏ដូចជាបងប្អូនទាំងអស់គ្នាបានដឹងហើយពីរយៈពេលចុងក្រោយប្រហែលជា6ឆ្នាំចុងក្រោយនេះពិសេសយើងផ្ដើមចេញពីវិបត្តិសុខភាពសាធារណៈជាសកលហើយកម្ពុជាយើងនៅក្នុងឆ្នាំ2020ហើយបន្ទាប់មកយើងឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហើយខ្ញុំបានចាំថានៅពេលនោះធ្វើឲ្យតម្លៃប្រើប្រាស់មួយចំនួនមានការកើនឡើងក្នុងរយៈពេលខ្លីហើយក៏បានត្រឡប់មកជាប្រក្រតីឡើងវិញប៉ុន្តែយើងឃើញថានៅឆ្នាំចុងក្រោយនេះឆ្នាំ2025នេះបាទកម្ពុជាទទួលរងនៅបញ្ហានៅឥទ្ធិពលដោយផ្ទាល់ចំពោះខ្លួនឯងតែម្ដងគឺចំនួនរវាងកម្ពុជាហើយនិងប្រទេសថៃបាទប្រទេសថៃដែលមានឥទ្ធិពលឬក៏គម្រាមកំហែងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាហើយនឹងមួយទៀតថ្មីនេះគឺតាក់ទងនឹងសង្គ្រាមមជ្ឈិមបូព៌ាបាទកម្ពុជាជាពិសេសដូចបានលោកដែលអ្នកសម្របកម្មវិធីដែលបាននឹកឡើងអំពីបញ្ហានៃថ្លៃធម្មពលក៏និយាយចំគឺប្រេងសាំងតែម្ដងបាទពីព្រោះប្រេងសាំងនេះវាពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅទាំងនិយាយចំអ្នកដែលមានអ្នកមិនសូវមានមន្ត្រីរាជការកសិករទាំងអស់គ្នាគឺប៉ះពាល់ទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះខ្ញុំគិតតែលើកជាសាវតាដើម្បីទាញមកថាយើងទទួលរងនៅការលំបាកអ្វីខ្លះបាទការលំបាកអ្វីខ្លះហើយតបទៅនឹងសំណួរដែលថាតើយើងកម្ពុជាយើងបានបង្ហាញភាពធន់របស់ខ្លួនយ៉ាងណាខ្លះបាទនៅក្នុងរយៈពេលចុងក្រោយនេះបាទតាមរយៈស្ថានភាពចុងក្រោយនេះតាក់ទងនឹងតម្លៃប្រេងយើងឃើញថាកម្ពុជារដ្ឋាភិបាលកម្ពុជាបានបន្តការគ្រប់គ្រងនៅមានកម្រិតល្អប្រសើរតាមការវិតម្លៃតាមការយល់ឃើញរបស់ខ្ញុំទី1បានអំពាវនាវឲ្យអ្នកផ្គត់ផ្គង់ប្រេងទាំងអស់ចូលរួមជាមួយនឹងរដ្ឋាភិបាលនិងផ្ដល់ការផ្គត់ផ្គង់ប្រេងដល់អ្នកប្រើប្រាស់និយាយចំគឺប្រជាពលរដ្ឋនឹងនៅតម្លៃមួយដែលសមស្របបាទហើយទី2រដ្ឋាភិបាលបានឆ្លើយតបយ៉ាងទាន់ពេលវេលាពិសេសបានចេញសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយអត្រាពន្ធអាករលើតម្លៃបន្ថែមដើម្បីជួយសម្រួលបាទដើម្បីជួយសម្រួលឲ្យតម្លៃប្រេងដែលត្រូវបានលក់ចេញទៅកាន់អ្នកប្រើប្រាស់ចុងក្រោយហ្នឹងនៅមានកម្រិតទាបបាទនៅមានកម្រិតទាបប៉ុន្តែសួរថាអាកម្រិតទាបហ្នឹងវាប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋទេប៉ះបាទជាការពិតប៉ះបាទហើយឧទាហរណ៍ដូចខ្ញុំផ្ទាល់ខ្លួនឯងដូចគ្នាដែរបាទព្រោះខ្ញុំក៏ប្រើប្រាស់យានជំនិះដែលប្រើប្រាស់ដោយធម្មពលប្រេងសាំងផងដែរបាទក៏ប៉ុន្តែយើងក៏អត់អាចយកតែការប៉ះនឹងឬក៏ការកើនឡើងថ្លៃនឹងដោយដាក់សម្ពាធថានេះជាចំណុចខ្សោយរបស់យើងមិនមែនទេបាទមិនមែនទេដូចដែលខ្ញុំលើកពីឧទាហរណ៍ពីខាងដើមអញ្ចឹងថាខ្ញុំដើរហាកដៅហើយមិត្តភក្តិខ្ញុំថាមិនបានលោកផាឡាអត់ពាក់មួកហើយក្រោយមកគាត់ដឹងរឿងគាត់ថាលោកផាឡាធន់នឹងកម្ដៅប៉ុន្តែសួរថាខ្ញុំក្ដៅទេក្ដៅតែក្ដៅមុំដៅតិចតួចហើយដើរបានដោយមិនចាំបាច់ពាក់មួកហើយនឹងមិនមានហានិភ័យអញ្ចឹងជាក់ស្ដែងថ្លៃប្រេងយើងពិតជាកើនឡើងមែន
តែដោយបានលើកឡើងពីខាងដើមមុននេះបន្តិចថារដ្ឋាភិបាលបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបាទជាពិសេសគឺអ្នកដែលផ្គត់ផ្គង់ប្រេងទី2រដ្ឋាភិបាលបានឆ្លើយតបឲ្យបានទាន់ពេលវេលាតាក់ទងទៅនឹងការបន្ធូរបន្ថយតម្លៃពន្ធករដើម្បីបន្ធូរបន្ថយតម្លៃលក់ជូនបងប្អូនប្រជាពលរដ្ឋហើយរដ្ឋាភិបាលនៅតែបន្តការទូតសេដ្ឋកិច្ចរបស់ខ្លួនដើម្បីធានាការផ្គត់ផ្គង់បាទការផ្គត់ផ្គង់ហើយរហូតមកដល់ការនិយាយមកដល់កន្លែងនេះក៏ខ្ញុំសូមបញ្ជាក់ដែរថាកម្ពុជាក៏ដូចជាប្រទេសលើពិភពលោកគឺយើងប្រកាន់យកនៅសេដ្ឋកិច្ចបើកចំហបាទស្ទើរតែទាំងអស់លើពិភពលោកលើកលែងតែប្រទេស2 3ប៉ុណ្ណោះដែលមានលក្ខណៈជាសេដ្ឋកិច្ចបិទអញ្ចឹងពាក្យថាសេដ្ឋកិច្ចបើកចំហនេះមានន័យថាអន្តរពំនាក់អាស្រ័យរវាងប្រទេសមួយនិងប្រទេសមួយទៀតនៅលើពិភពលោកបាទនៅលើពិភពលោកបាទដូច្នេះកម្ពុជាយើងពុំទាន់បានបាទពុំទាន់បានផលិតប្រេងឆៅឬក៏ធម្មពលនេះដោយខ្លួនឯងទេហើយការដែលមិនទាន់បានធ្វើនេះមិនមែនមានន័យថាកម្ពុជានឹងមិនធ្វើទេហើយការដែលមិនទាន់បានធ្វើនេះមិនមែនមានន័យថាកម្ពុជាអសមត្ថភាពទេប៉ុន្តែវាមានរឿងពាក់ព័ន្ធច្រើនទៅទៀតបើមានពេលវេលាខ្ញុំនឹងលើកដោយឡែកដើម្បីយកមកធ្វើការបញ្យល់បាទអញ្ចឹងតាក់ទងនឹងតម្លៃប្រេងនេះទៀតដោយសារវាជាបច្ចុប្បន្នភាពនៃបញ្ហាអញ្ចឹងកម្ពុជានៅបន្តការគ្រប់គ្រងបានហេតុអីបានខ្ញុំថានៅបន្តការគ្រប់គ្រងបានពីព្រោះយើងនៅមានប្រេងនៅមាន gas នៅមានម៉ាស៊ីនចាក់តាក់ទងនឹងតម្លៃកើនឡើងខ្លះនឹងដោយសារឥទ្ធិពលនៃអន្តរជាតិបាទឥទ្ធិពលនៃអន្តរជាតិទី1ដោយសារយើងមិនទាន់ផលិតបានប៉ុន្តែកម្ពុជានៅអាចប្រើប្រាស់នៅយន្តការផ្សេងៗរួមទាំងយុទ្ធសាស្ត្រការទូតរបស់ខ្លួនដើម្បីឲ្យភាគីដែលជាអ្នកផ្គត់ផ្គង់ប្រេងនៅបន្តផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាខ្ញុំនិយាយមកដល់ពេលនេះកន្លែងនេះបច្ចុប្បន្ននេះយើងឃើញថាមិនទាន់មានការខ្វះប្រេងទេខ្ញុំហ៊ាននិយាយប៉ុណ្ណឹងបើទោះបីជាមានស្ថានីយ៍ខ្លះឬបងប្អូនមានការត្អូញត្អែខ្លះស្ថានីយ៍ខ្លះដែលគិតត្រូវឈររងចាំដើម្បីចាក់ខ្លះនេះជាទស្សនវិជ្ជាពិតដែលខ្ញុំបានឃើញហើយខ្ញុំទទួលស្គាល់ថាជាការពិតប៉ុន្តែមិនទាន់មានបញ្ហាក្នុងការខ្វះប្រេងសម្រាប់ប្រើប្រាស់នោះទេបាទហើយគណៈថារដ្ឋាភិបាលបានអំពាវនាវឲ្យយើងជួយសន្សំចៃនេះតាមពិតវិទ្យាសាស្ត្រសេដ្ឋកិច្ចគឺជាវិទ្យាសាស្ត្រនៃការសន្សំចៃកាលណាយើងនិយាយពីសេដ្ឋកិច្ចគឺយើងនិយាយពីសន្សំចៃតាមពិតបើទោះបីជាគ្មានបញ្ហាតម្លៃប្រេងឡើងថ្លៃដូចនេះពេលនេះក៏យើងត្រូវតែសន្សំចៃដែរហើយខ្ញុំចាំឃ្លាមួយច្បាស់ដែលបានលើកឡើងថាសន្សំចៃខ្ពស់រស់បានយូរមិនមែនតែពេលវេលានេះទេបាទមិនមែនតែពេលវេលានេះទេបាទអញ្ចឹងអានេះខ្ញុំលើកអំពីបច្ចុប្បន្នភាពក៏ដូចជាជំហរក៏ដូចជាភាពរឹងមាំមួយរបស់កម្ពុជាហើយនៅបន្តកាត់ខំប្រឹងប្រែងជាមួយគ្នាទៀតដើម្បីអាចដោះស្រាយនៅបញ្ហានេះរួមគ្នាបាទអានេះខ្ញុំទើបនឹងលើកមួយចំណុចតាក់ទងទៅនឹងការឆ្លើយតបជាមួយនឹងពាក្យថាភាពធន់ដែលកម្ពុជាបានបង្ហាញកាលពី COVID យើងបើយើងពិនិត្យមើលទៅលើផលិតផលក្នុងស្រុកសរុបកម្ពុជាពិតជាថមថយនៅសេដ្ឋកិច្ចនៅ 3.1% បាទ 3.1% នេះបើតាមធនាគារអភិវឌ្ឍអាស៊ីបាទថមថយហើយសួរខ្ញុំថាចុះបើថមថយមិនបានកម្ពុជានៅតែមានកម្រិតនៃភាពធន់បាទពីព្រោះនៅពេលនោះមិនមែនតែកម្ពុជាទេដែលខ្ញុំលើកខាងដើមថាវិបត្តិសុខភាពសាធារណៈជាសកលបាទវិបត្តិសុខភាពសាធារណៈសកលគឺសកលលោកមិនមែនតែកម្ពុជាទេហើយប្រទេសដែលមានភាពធន់ខ្សោយបាទប្រទេសដែលមានភាពធន់ខ្សោយបានប្រកាសនៅក្នុងការអស់លទ្ធភាពសំបំណុលសាធារណៈក៏ដូចជាអន្តរជាតិប៉ុន្តែកម្ពុជាអត់ឈានដល់កម្រិតហ្នឹងទេបើទោះបីជាយោងទៅតាមទិន្នន័យរបស់ធនាគារអភិវឌ្ឍអាស៊ីយើងមានការថមថយសេដ្ឋកិច្ច 3.1% ក៏ពិតមែនក៏ប៉ុន្តែបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងក្នុងអាស៊ីមានការថមថយសេដ្ឋកិច្ចខ្ពស់ជាងយើងរហូតដល់ 5-8% បាទតែយើងថមថយត្រឹមតែ 3.1% នេះជាសមត្ថភាពមួយដែលខ្ញុំចង់លើកយកនៅផលិតផលក្នុងស្រុកសរុបដែលជាទិន្នផលរួមដើម្បីឲ្យងាយយល់បាទថាយើងថមថយប៉ុណ្ណឹង
ប៉ុន្តែមានបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងក្នុងអាស៊ីដែលមានការថមថយរហូតដល់15 18%តាក់ទងទៅនឹងការសម្របខ្លួនបាទការសម្របខ្លួនព្រោះមិនយើងនិយាយអំពីការតបទល់បាទនិយាយពីការតបទល់ហើយឥឡូវការសម្របខ្លួនខ្ញុំបានប្រើឃ្លាមួយថាការសម្របខ្លួនលើចក្ខុវិស័យដែលមានស្រាប់បាទក្នុងប្រក្រតីភាពថ្មីចក្ខុវិស័យដែលមានស្រាប់ចក្ខុវិស័យប្រទេសកម្ពុជាមានចំនួនខ្ពស់ក្នុងឆ្នាំ2050ក្នុងប្រក្រតីភាពថ្មីពាក្យថាប្រក្រតីភាពថ្មីមានន័យថាធ្វើវាឲ្យទៅជាស្ថានភាពដើមដោយនិយមន័យនៃភាពធន់ឬពាក្យឡាតាំងថាresilience បាទឬក៏អង់គ្លេសថា resilient ខ្មែរថាភាពធន់គឺការវិលត្រឡប់ទៅភាពដើមបាទការវិលត្រឡប់ទៅភាពដើមអញ្ចឹងយើងឃើញថាជួបវិបត្តិក្នុងឆ្នាំ2020តែ2026អត់សំទោស2021បាទ2021បើយើងពិនិត្យមើលទៅលើផលិតផលក្នុងស្រុកសរុបដែលយើងហៅកាត់ថា GDP យើងបានកើនឡើងវិញយ៉ាងឆាប់រហ័សគឺ 3%អត្រាកំណើនសេដ្ឋកិច្ចរបស់យើងកើនបាន 3% ក្នុងឆ្នាំ2021បាទអញ្ចឹងយើងឃើញយើងជួបវិបត្តិដ៏ខ្លាំងក្នុងឆ្នាំ2020ហើយយើងទប់ចំហបានហើយយើងបន្តងើបឡើងវិញគឺ 3% ក្នុងឆ្នាំ2021ហើយនឹង 5.2% អត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2022 5% ជាអត្រាកំណើនក្នុងឆ្នាំ2023និងបន្តកើនឡើង 4.9% បាទនៅក្នុងឆ្នាំ2000នឹងបន្តកើនឡើង 6% បាទសូមអធិស្ឋាន 6% ក្នុងឆ្នាំ2024បាទ 4% 4.9% មិញហ្នឹងគឺជាការប៉ាន់ស្មានកំណើនក្នុងឆ្នាំ2025ដែលយើងប្រឈមជាមួយនឹងវិបត្តិភូមិសាស្ត្រនយោបាយជាសកលភូមិសាស្ត្រនយោបាយក្នុងតំបន់យើងមើលគោលនយោបាយចិនទី1ជាមួយនឹងតៃវ៉ាន់យើងមើលជប៉ុនជាមួយនឹងចិនអំពីចំនួននៅក្នុងតំបន់ហើយយើងមើលអំពីចំនួនខ្លួនយើងផ្ទាល់ជាមួយនឹងប្រទេសថៃអំពីបញ្ហាព្រំដែនប៉ុន្តែត្រូវបានធនាគារអាវុធអាស៊ីចុះកាលពីខែកញ្ញាឆ្នាំ2025បន្តកើនឡើង 4.9% ក្នុងឆ្នាំ2025នេះនិងបន្តកើនឡើងរង្វង់ 5% ក្នុងឆ្នាំ2026អញ្ចឹងនឹងបញ្ជាក់អំពីការសម្របខ្លួននិងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជាទាំង3ចំណុចនេះវាបានឆ្លុះបញ្ចាំងថាភាពរឹងមាំរបស់កម្ពុជាបើទោះបីមិនឈានដល់កម្រិតខ្ពស់បំផុតបើទោះបីមិនទាន់ឈានទៅដល់នីអាស៊ីដែលយើងហៅថាសិង្ហបុរីឬក៏មហាអំណាចធំក៏ពិតមែនតែយើងតូចយើងកសាងបាទយើងកសាងក្នុងវិថី20ឆ្នាំក្រោយសង្គ្រាមស៊ីវិលពីការចាប់ផ្ដើមរហូតដល់ការងើបឡើងដែលមានអត្រាកំណើនសេដ្ឋកិច្ចរង្វង់ 7% ជាមធ្យមក្នុងរយៈពេល20ឆ្នាំដោយសារតែយើងមានគោលនយោបាយយើងមានចក្ខុវិស័យនិងមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវទើបយើងអាចដើរ20ឆ្នាំដែលមានអត្រាកំណើនសេដ្ឋកិច្ចជាង 7% ក្នុងមួយឆ្នាំនិងអាចទប់ទល់នៅស្ថានភាពដ៏លំបាករយៈពេល5ឆ្នាំចុងក្រោយដោយដែលខ្ញុំបានលើកឡើងនាពេលនេះបាទ